សួស្តីអ្នកនរគ្នានេះគឺជាសកម្មភាពដែលខ្ញុំបានរៀបចំតាក់ទងនឹងការកាត់ poster ដោយរូបពីដើមអញ្ចឹងតែអ្នកនរគ្នានឹងខ្ញុំធ្វើវីដេអូហ្នឹងពងថតវីដេអូហ្នឹងម៉ោងប៉ុន្មានគឺម៉ោង2:10 2:10 យប់មិនមែន2:10 ថ្ងៃខ្ញុំចាប់ផ្ដើមធ្វើវាដោយសារតែខ្ញុំដែរលក់ទៅខ្ញុំចាប់ផ្ដើមធ្វើវាលេងអញ្ចឹងណាមិនមែនធ្វើឲ្យអ្នកណាទេអញ្ចឹងនេះជាសកម្មភាពដែលខ្ញុំចាប់ផ្ដើមធ្វើវាចឹង poster ទាំងអស់ហ្នឹងគឺខ្ញុំចំណាយពេលដល់ទៅ8ម៉ោងសម្រាប់ធ្វើ poster 8រូបហ្នឹងគឺយូរគួរសមដែរអ្នកនរគ្នាគឺបានដេកអត់លក់ខ្ញុំចាប់ផ្ដើមធ្វើដែរទៅនេះជាសកម្មភាពទូទៅដែលខ្ញុំបានធ្វើវាគឺដាក់នេះដាក់នោះចឹងណាមានដូចជារៀបចំ color រៀបចំអក្សររៀបចំfood អញ្ចឹងណាដោយសារតែខ្ញុំធ្វើហ្នឹងតាក់ទងនឹង food មុនគេនឹងតាក់ទងនឹងអាហារតាក់ទងនឹង menu គេហៅ menu ឬក៏ poster សម្រាប់គេធ្វើដូចជាលក្ខណៈបញ្ចុះតម្លៃអញ្ចឹងណាដោយសារខ្ញុំធ្វើពីមុនមកខ្ញុំក៏ចាប់ផ្ដើមធ្វើវាលេងទៅខ្ញុំធ្វើវាមិនថាចាប់ផ្ដើមធ្វើវាយូរមែនតើតែនេះខ្ញុំកាត់វាខ្លីៗដែរដោយសារកុំឲ្យអ្នកគ្នាមើលទៅវាធុញចាប់ដើមដាក់អក្សរដាក់អីចឹងណាដាក់ទៅរហូតគឺធ្វើពាក់យកមាន S ដៃ S ជើង S អីចឹងដែរតរំទៅធ្វើឲ្យមួយគឺយូរខ្លាំងមកភ្លេចប្រាប់អ្នកនរគ្នាដែរគឺវីដេអូដែលខ្ញុំកំពុងតែថតហ្នឹងគឺជាវីដេអូដែលជា poster ទី5អ្នកនរគ្នាខ្ញុំចាប់ផ្ដើមធ្វើពីម៉ោង 2:10 យប់ហ្នឹងគឺនៅកន្លែងនេះបានចាប់ផ្ដើមដាក់ដូចជាដាក់អក្សរដូចជាដាក់តម្លៃជាមួយនឹងដាក់ឈ្មោះរបស់ food ហ្នឹងណាឈ្មោះរបស់អាហារហ្នឹងខ្ញុំចាប់ផ្ដើមដាក់អក្សរដាក់អីចឹងទៅគឺធ្វើវាមួយសេមួយមើលផងអីផងចឹងណាថាកន្លែងណាសមមិនសមត្រូវដាក់អីខ្លះចឹងអ្នកដែលជា designer ដឹងហើយថានៅក្នុងការធ្វើ poster ឬក៏ banner ឬក៏តាក់ទងជាមួយនឹងផលិតផលអីផ្សេងគឺយើងត្រូវការពិនិត្យបច្ច័យមែនតើមិនថាដូចជាការដាក់ color ដាក់អក្សរដាក់highlight ភ្លើងឬក៏ highlight ស្មោលអីចឹងណាគឺថាថ្មីដាក់ឲ្យវា symmetry គ្នាឲ្យយើងមើលនឹងភ្នែកទៅវាជក់ចិត្តនៅក្នុងការមើលព្រោះយើងដឹងហើយនៅពេលដែលយើងធ្វើ poster ឲ្យអតិថិជនណាម្នាក់គឺយើងត្រូវមានការរៀបចំទុកមុនឬក៏យើងបានថាយើងបានគិតទុកមុនហើយនៅក្នុង poster មួយនឹងថាយើងគួរធ្វើ poster ហ្នឹងរូបរាងបែបម៉េចអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើហ្នឹងគឺវាបានថាខ្ញុំបានគិតវារួចហើយគឺគិតរួចហើយចាប់ផ្ដើមធ្វើតែម្ដងប៉ុន្តែនៅតែចំណាយពេលយូរអញ្ចឹងបានន័យថានៅក្នុង poster មួយហ្នឹងគឺចំណាយពេលណាស់ហើយចំពោះអ្នកដែលជា designer ថ្មីដូចជាខ្ញុំដែរអីចឹងនៅពេលដែលធ្វើ poster ឬក៏ banner ឲ្យអតិថិជនណាមួយយើងគុំតម្លាក់តម្លៃពេកអីដោយសារតែមួយរយៈហ្នឹងខ្ញុំឃើញdesigner ខ្លះគឺគាត់តម្លាក់តម្លៃខ្លាំងមែនតើខ្លះអាចយកត្រឹមតែ poster មួយ$5អ្នកខ្លះទៀត$2អ្នកខ្លះទៀត$3 $4អញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យតម្លៃនៃ designer របស់យើងគឺវាធ្លាក់ចុះខ្លាំងមែនតើបានគេថាអូនធ្វើរូបបន្តិចម៉េចបន្តិចអញ្ចឹងចូលថ្លៃមកអីអញ្ចឹងណាដោយសារតែអញ្ចឹងធ្វើឲ្យ designer ចាស់ហ្នឹងបាត់បង់តម្លៃរបស់គាត់ដែលខំកសាងឡើង3-4 ឆ្នាំ4-10 ឆ្នាំអញ្ចឹងដែលគាត់ជា designer ដៃចាស់អញ្ចឹងឬក៏ចាស់អញ្ចឹងសូមមេត្តាឬក៏សូមវល់តាក់ទងជាមួយនឹង designer ថ្មីផងគឺគុំតម្លាក់តម្លៃខ្លាំងពេកគឺយើងត្រូវខំប្រឹងប្រែងធ្វើវាឲ្យបានច្រើនដើម្បីឲ្យយើងស្ទាត់តាក់ទងជាមួយនឹង designer ហ្នឹងគឺដើម្បីឲ្យនៅពេលដែលយើងចេញធ្វើទៅចេញមិនថាយើងចេញទទួល project យើងទទួលបានប្រាក់កម្រៃមួយដែលសមរម្យហើយវាអត់ធ្វើឲ្យខូចទីផ្សារនៃ designer អញ្ចឹងវីដេអូហ្នឹងខ្ញុំសូមនិយាយតែប៉ុណ្្នឹងទៀតអ្នកនរគ្នាដោយសារតែខ្ញុំអត់ដឹងនិយាយអីទៀតទេអរគុណសម្រាប់ការទស្សនាមើលដល់ចប់អរគុណច្រើនជម្រាបលាអ្នកនរគ្នាបាយ